សត្វក្តាមគុនគូណាមីស្គាល់សត្វក្តាមអត់សត្វក្តាមគឺមានជើង8ចូលដល់សត្វបន្ទាប់គឺសត្វកង្កែបសត្វកង្កែបជួយចិត្តស៊ីសត្វអ្វីគុនគូណាដឹងសត្វកង្កែបជួយចិត្តស៊ីសត្វល្អិតអ្នកគ្រូនឹងបង្ហាញសត្វមួយទៀតឲ្យកូនបានស្គាល់នោះគឺជាសត្វដំរីសត្វដំរីគឺជាសត្វដែលមានមាឌធំខ្លាំងហើយវាចូលចិត្តរស់នៅក្នុងព្រៃជ្រៅទៀតគឺសត្វពស់សត្វពស់គឺជាសត្វមួយប្រភេទដែលមានគ្រោះថ្នាក់ខ្លាំងបើកូនឃើញពស់ត្រូវធ្វើម៉េចកូនចា៎គឺត្រូវគេចចេញឲ្យឆ្ងាយពីវាសត្វបន្ទាប់គឺសត្វក្រពើសត្វក្រពើរស់នៅបន្ទឹងក្នុងទឹកនិងលើគោកហើយវាស៊ីត្រីនិងសត្វជាអាហារសត្វបន្តទៅទៀតគឺសត្វខ្លាវារស់នៅក្នុងព្រៃជ្រៅហើយចាប់សត្វទូចធំនៅក្នុងព្រៃធ្វើជាអាហារសាយគឺជាសត្វស្លូតបូតដែលរស់នៅក្នុងព្រៃវាចូលចិត្តស៊ីរុក្ខជាតិចម្រុះនិងសត្វល្អិតធ្វើជាអាហារសត្វក្តាមគុនគូណាមីស្គាល់សត្វក្តាមអត់សត្វក្តាមគឺមានជើង8ចូលដល់សត្វបន្ទាប់គឺសត្វកង្កែបសត្វកង្កែបជួយចិត្តស៊ីសត្វអ្វីគុនគូណាដឹងសត្វកង្កែបជួយចិត្តស៊ីសត្វល្អិតអ្នកគ្រូនឹងបង្ហាញសត្វមួយទៀតឲ្យកូនបានស្គាល់នោះគឺជាសត្វដំរីសត្វដំរីគឺជាសត្វដែលមានមាឌធំខ្លាំងហើយវាចូលចិត្តរស់នៅក្នុងព្រៃជ្រៅទៀតគឺសត្វពស់សត្វពស់គឺជាសត្វមួយប្រភេទដែលមានគ្រោះថ្នាក់ខ្លាំងបើកូនឃើញពស់ត្រូវធ្វើម៉េចកូនចា៎គឺត្រូវគេចចេញឲ្យឆ្ងាយពីវាសត្វបន្ទាប់គឺសត្វក្រពើសត្វក្រពើរស់នៅបន្ទឹងក្នុងទឹកនិងលើគោកហើយវាស៊ីត្រីនិងសត្វជាអាហារសត្វបន្តទៅទៀតគឺសត្វខ្លាវារស់នៅក្នុងព្រៃជ្រៅហើយចាប់សត្វទូចធំនៅក្នុងព្រៃធ្វើជាអាហារសាយគឺជាសត្វស្លូតបូតដែលរស់នៅក្នុងព្រៃវាចូលចិត្តស៊ីរុក្ខជាតិចម្រុះនិងសត្វល្អិតធ្វើជាអាហារ